សួស្តីនិងជម្រាបសួរអ្នកទាំងអស់គ្នាវិលជួបគ្នាសាជាថ្មីថ្ងៃនេះយើងមកបន្តមេរៀនយើងបន្តទៀតតោះមករៀនពាក្យសំខាន់ក្នុងមេរៀន不用不用ពាក្យឲ្យនេះប្រែថាមិនចាំបាច់ឬមិនបាច់អានពាក្យបន្តទៀត说说ពាក្យនេះប្រែថានិយាយពាក្យបន្តទៀតគឺ听听ពាក្យនេះប្រែថាស្ដាប់តោះអានពាក្យបន្តទៀត做做ពាក្យនេះប្រែថាធ្វើតោះអានពាក្យបន្តទៀត来来ពាក្យនេះប្រែថាមកតោះអានពាក្យបន្ទាប់ទៀត信信ពាក្យនេះប្រែថាជឿតោះអានពាក្យបន្ទាប់ទៀត解释解释ពាក្យនេះប្រែថាបកស្រាយចឹងយើងអានពាក្យសំខាន់រួចហើយតោះយើងមកមើលប្រយោគទាំងអស់គ្នាយើងមើលពាក្យមួយនេះដែលយើងរៀនមិញគឺពាក្យ不用ពាក្យនេះប្រែថាមិនចាំបាច់ឬមិនបាច់ចឹងតោះមកមើលប្រយោគប្រើជាមួយវា不用说我不听不用说我不听ប្រយោគនេះប្រែថាមិនចាំបាច់និយាយទេខ្ញុំមិនស្ដាប់ហើយប្រែថា不用មិនចាំបាច់说និយាយ我ខ្ញុំ不听មិនស្ដាប់不用说我不听ប្រែថាមិនចាំបាច់និយាយទេខ្ញុំមិនស្ដាប់តោះចូលប្រយោគទី2不用做我来做不用做我来做ប្រែថាមិនចាំបាច់ធ្វើទេខ្ញុំមកធ្វើចឹងពាក្យ不用ប្រែថាមិនចាំបាច់ទេ做ធ្វើ我ខ្ញុំ来មក做ធ្វើ不用做我来做ប្រែថាមិនចាំបាច់ធ្វើទេខ្ញុំមកធ្វើចុកទៅប្រយោគទី3不用说了我不相信你不用说了我不相信你ប្រែថាមិនចាំបាច់និយាយអ្វីទេខ្ញុំមិនចង់ជឿអ្នកទេចឹងពាក្យ不用说了ប្រែថាមិនចាំបាច់ធ្វើទេ不相信ប្រែថាមិនចង់ជឿ你ប្រែថាអ្នក不用说了我不相信你ចឹងប្រយោគនេះប្រែថាមិនចាំបាច់និយាយអ្វីទេខ្ញុំមិនចង់ជឿអ្នកទេតោះយើងចូលដល់ប្រយោគទី4ពាក្យ不想不想ប្រែថាមិនចង់តោះមកមើលការប្រើប្រាស់ពាក្យនេះនៅប្រយោគ我不想听我不想听ប្រែថាខ្ញុំមិនចង់ស្ដាប់ទេពាក្យ我ប្រែថាខ្ញុំ不ប្រែថាទេ想听ចង់ស្ដាប់我不想听我不想听ប្រែថាខ្ញុំមិនចង់ស្ដាប់ទេតោះយើងចូលដល់ប្រយោគបន្ទាប់គឺទី5我不想听你解释了我不想听你解释了ប្រែថាខ្ញុំមិនចង់ស្ដាប់អ្នកបកស្រាយទេពាក្យ我ប្រែថាខ្ញុំ不想听មិនចង់ស្ដាប់你អ្នក解释បកស្រាយ我不想听你解释了ប្រែថាខ្ញុំមិនចង់ស្ដាប់អ្នកបកស្រាយទេចឹងមេរៀននេះមានតែប៉ុណ្ណឹងបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូមេរៀននេះសូមជួយចុច Subscribe ម្នាក់មួយផងសូមអរគុណជួបគ្នានៅមេរៀនវីដេអូក្រោយសូមជម្រាបលាបាយ